សហជីវិននាយទាហានរងពលទាហាននាបច្ចុប្បន្ននេះមានទំពុំយើងដែលជាទីស្នេហាធំជាងជីវិតនៃខេមរៈជនទាំងឡាយកំពុងតែធ្វើប្រទះនៅការគំរាមនិងឈ្លានពានដល់លំមួកនិងបហានដែលវាចង់បំផ្លិចបំផ្លាញនៅឯករាជ្យអធិក្រិតភាពសន្តិភាពបូរណភាពទឹកដីនិងវឌ្ឍនភាពនៃប្រទេសជាយើងហើយវាមានតាំងតែខ្លាំងឡើងមកលើខេត្តដែលវាចង់កាន់យើងទៅដូច្នេះយើងត្រូវបញ្ជូនអធិរាជឡាដេឲ្យយ៉ាក់យ៉ងទៅជួយដើម្បីត្រើយត្រង់មិនមែនតែជីវិតទាហានអង្គបងតរីនិងរាជតម្រួតយើងទេគឺសំខាន់ជាងនោះទៅទៀតត្រើយត្រង់សន្តិភាពនិងបូរណភាពទឹកដីនៃជាតិយើងដែលគួរវាបំណងនិងកំតិចក្នុងពេលនេះដូច្នេះខ្ញុំទុកចិត្តលើសហជីវិនទាំងអស់ដល់ពេលនេះដោយជឿជាក់ថាសហជីវិនបានជានឹងចេះបំពេញកិច្ចការរហូតដល់ចូលជីវិតដើម្បីឲ្យមានទំពុំរស់តទៅមុខទៀតក្នុងអធិបតេយ្យភាពសេរីភាពឯករាជ្យនិងបូរណភាពទឹកដីជ័យយោកម្ពុជាជ័យយោកម្ពុជា